Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើការសរសេរកូដនៅជាអីទៀតដែរទាក់ទងជាមួយនឹងquery ហើយនិង parang អញ្ចឹងកុំឲ្យខាត់ពេលយូរទៅ start ជាមួយនឹងបងប្អូនគ្នាមុនយើងធ្វើការសរសេរកូដ Node.js យើងត្រូវបង្កើតនៅ JS ហើយយើងធ្វើការ install នៅ library មួយចំនួនដើម្បីធ្វើការ run នៅ Node.js អញ្ចឹងប្រើ npm init.y ដើម្បី install នៅ package.json នេះជាហើយយើងធ្វើការ install នៅ npm i express node small ហើយមុនយើងធ្វើការដើម្បីធ្វើការ run នៅ Node.js គឺ npm start មុនជាដំបូងយើងធ្វើការកែ extension បន្តិចនេះដើម្បីដោយសារយើងប្រើ node អញ្ចឹងយើងត្រូវកែឡើងបន្តិចហើយយើងធ្វើការសរសេរកូដនៅក្នុង server.js ទាក់ទងជាមួយនឹងការ account express ទៀតយើងធ្វើការ require explaining មកការ require express ទៀតយើងធ្វើការ con add ស្មើឲ្យ express express បន្ទាប់យើង con យើងកើត port ដើម្បី run port យើងកើត port 3000 click syntax ទៅយើងធ្វើការប៉ុណ្ណឹងហើយយើងធ្វើការហៅ add.mission ហើយយើងធ្វើការហៅ port ហ្នឹងហើយយើងធ្វើការarray មួយឬក៏ function មួយយើងធ្វើការ console log server ហ្នឹងហើយយើងsay description server request successful ហើយយើងធ្វើការហៅ port ហ្នឹងវា port អញ្ចឹងយើងធ្វើការadd យើងធ្វើការ get ហើយយើងធ្វើការ get slash យើងប្រើparang អូខេសេ parang សិន get by query sorry add dot get sorry get ហើយយើងធ្វើការslash វាមួយយើងធ្វើការកាត់នៅធ្វើការ request ហើយនឹង response ហើយយើងធ្វើការrespond មកវិញដោយ send ហើយយើងចង់បានយើងធ្វើការ request ទៅគេហើយយើងធ្វើការចង់បានឲ្យគេ response ទៅហើយយើងសាក response ទៅដោយជាប្រភេទ array ដាក់ welcome to Node.js ពីខ្ញុំបានសរសេរ
slash get ហើយអញ្ចឹងខ្ញុំធ្វើការ run ដើម្បីថាខ្ញុំបាន request បានអត់ npm start ហើយខ្ញុំទៅ check មើលនៅក្នុងជ្រុងតើបានសុទ្ធតើការដែលខ្ញុំសរសេរមកអត់ host 3000 យ៉ាងនេះគឺជាហើយដែលខ្ញុំបាន request ដែលខ្ញុំបានសរសេរហ្នឹងគឺបានដែរអញ្ចឹងខ្ញុំទៅសរសេរទៅដល់ខ្ញុំចង់បាន user អញ្ចឹងខ្ញុំដាក់ add ខ្ញុំប្រើ method get ដែរ get slash user ហើយយើងធ្វើការមាន request ហើយនឹង response ដូចគ្នា request response យើងធ្វើការ response វិញ send ជាប្រភេទយើងចង់បានតំណែងនេះជា user អញ្ចឹងជា array ខ្ញុំចង់បានតំណែងនេះជា array អញ្ចឹងខ្ញុំដាក់ name dot value ហើយនេះដាក់ជាអាយុប៉ុណ្ណឹងហើយនឹងដាក់ទៅ2អញ្ចឹងខ្ញុំធ្វើការទៅ response check នៅលើជ្រុងរបស់ខ្ញុំទៅវាដើរខ្ញុំក៏ slash user នេះគឺជាទិន្នន័យដែលខ្ញុំបានទាញយកមកជាដើរតែខ្ញុំមានextension មួយដែលនៅក្នុង VS Code តែយើងធ្វើការដើម្បីតេស្តវាឈ្មោះថាហ្នឹងគឺ standard client standard client គឺជា extension មួយដែលយើងធ្វើការតេស្តទៅជាមួយនឹង code can Node.js ខ្ញុំ copy URL តែយើងផាស URL ហ្នឹងហើយយើង send ទៅនេះគឺថាវាធ្វើការតេស្តហើយវា request បានអញ្ចឹងយើង slash user ទៅវាចេញអញ្ចឹងខ្ញុំធ្វើការទៅសរសេរបន្ថែមទៀតគឺទៅ query ខ្ញុំធ្វើការ get ទៅទៀតខ្ញុំធ្វើ slash code slash user slash class ហើយខ្ញុំធ្វើការ request ហើយនឹង response វិញទៅទៀតខ្ញុំធ្វើការ response send តំណែងនោះវិញខ្ញុំចង់បានជា array ចឹងខ្ញុំដាក់ថា class web B25 ទៅខ្ញុំអត់ចង់តេស្តនៅលើ browser ទេតែខ្ញុំចង់តេស្តលើនេះតែខ្ញុំ slash បានអត់ខ្ញុំប្រើសម្រាប់នៅក្នុង standard client ហ្នឹងគឺមាន method ដូចជាមាន get មាន post មាន put មាន delete មានច្រើនទៀតតែយើងពេញនិយមប្រើមានតែ4ហ្នឹងអញ្ចឹងខ្ញុំកែ slash class នេះគឺធ្វើការ response មកខ្ញុំវិញខ្ញុំមានថាខ្ញុំធ្វើការ request ហ្នឹងត្រូវ